ជំរាបសួរបងប្អូនជនរួមជាតិទីគោរពថ្ងៃនេះគឺជាថ្ងៃពុធពីកើតខែមិញឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី21ខែមករាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅប្រធានគណៈបកប្រឆាំងដ៏ធំជាងគេនៅប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាផ្លូវការជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាកាលពីថ្ងៃទី20មករាម្សិលមិញនេះលោកហេងសំរិនប្រធានរដ្ឋសភានៃប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសមួយទទួលស្គាល់ប្រធានគណៈបកសង្គ្រោះជាតិដែលជាប្រធានគណៈបកប្រឆាំងដ៏ធំជាងគេនៅប្រទេសកម្ពុជាជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាដែលមានតំណែងស្មើនាយករដ្ឋមន្ត្រីសេចក្តីប្រកាសនេះបានទទួលស្គាល់ថាថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណៈបកសង្គ្រោះជាតិក្នុងនោះរួមមានលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិត្រូវបានទទួលស្គាល់ជាប្រធានក្រុមមតិភាគតិចនៃរដ្ឋសភាលោកកឹមសុខាអនុប្រធានក្រុមមតិភាគតិចចំណែកឯលោកយឹមសុវណ្ណជាលេខាធិការតកតងទៅនឹងសេចក្តីប្រកាសទទួលស្គាល់នេះនៅលើទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោកសំរងស៊ីបានហៅព្រឹត្តិការណ៍នេះថាគឺជាជំហានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យព្រោះនៅប្រទេសកុម្មុយនីសផ្ដាច់ការពុំមានគណៈបកប្រឆាំងជាផ្លូវការទេគណៈបកប្រឆាំងនិងសង្គមស៊ីវិលប្រតិកម្មនឹងព័ត៌មានប្រាក់ចំណូលពីអង្គរវត្តលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងថាតំណាងរាស្ត្របកប្រឆាំងនិងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកព័ត៌មានពីប្រាក់ចំណូលបានពីអ្នកទេសចរចូលទៅទស្សនាអង្គររបស់អាជ្ញាធរអប្សរាថាមិនគ្រប់គ្រាន់សម្រាប់បញ្ជាក់ពីដំណាភាពក្នុងការគ្រប់គ្រងចំណូលបាននៅឡើយទេការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី20ខែមករាដោយបង្ហាញតែតួលេខពីចំនួនអ្នកទេសចរដែលទៅទស្សនាអង្គរនិងចំណូលដែលបានពីការលក់បានឲ្យអ្នកទេសចរអន្តរជាតិប្រចាំឆ្នាំ2014ដោយប្រៀបធៀបនឹងឆ្នាំ2013តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិនិងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលប្រាថ្នាឲ្យអាជ្ញាធរអប្សរាបង្ហាញរបាយការណ៍ជាក់លាក់ដោយមានការចូលរួមត្រួតពិនិត្យពីក្រុមការងារចម្រុះគណៈបកនិងអង្គការមិនមែនរដ្ឋាភិបាលឬពីស្ថាប័នជំនាញឯករាជ្យការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរអប្សរាជាសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថាក្នុងឆ្នាំ2014មានភ្ញៀវទេសចរជាង5លាននាក់ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជាង2លាននាក់បានទៅទស្សនាអង្គរដោយទិញប័ណ្ណក្នុងប្រាក់ចំណូលទទួលបានជិត$60 លានចំនួននេះបង្ហាញថាភាគច្រើននៃអ្នកចូលទស្សនាអង្គរបានទិញប័ណ្ណដែលមានតម្លៃ$20ទោះយ៉ាងណាប្រាក់ចំណូលនេះកើនឡើងបើប្រៀបធៀបនឹងឆ្នាំ2013ដែលមានចំនួនជិត$58 លានគេហទំព័ររដៃនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកសុនឆៃតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិបន្តចាត់ទុកតួលេខដែលបង្ហាញដោយអាជ្ញាធរអប្សរាថាមានការខ្វះខាតពុំទាន់មានតម្លាភាពពិតប្រាកដលោកសុនឆៃសង្ស័យពីភាពខុសគ្នាខ្លាំងរវាងតួលេខដែលអាជ្ញាធរនេះបានផ្ដល់ឲ្យគណៈកម្មការទី2រដ្ឋសភានៅពេលចុះសាកសួររបាយការណ៍រយៈពេល10ខែក្នុងឆ្នាំ2014ដដែលរបស់អាជ្ញាធរអប្សរាបានបង្ហាញថាភ្ញៀវទេសចរបរទេសដែលចូលទស្សនាអង្គរមានចំនួនប្រមាណជាង1.6 លាននាក់និងមានចំណូលសរុបជាង$47 លានចំណែកតំណាងសម្ព័ន្ធគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកលោកសនជ័យហើយការបង្ហាញប្រាក់ចំណូលនេះថាជាជំហានថ្មីមួយនៃការបើកចំហព័ត៌មានដែលសាធារណជនចង់ដឹងប៉ុន្តែលោកថាគួរតែមានការបើកទូលាយជាងនេះបន្ថែមទៀតដើម្បីឲ្យសាធារណជនជឿជាក់លើពីនេះលោកថាគួរតែមានក្រុមការងារចម្រុះដើម្បីផ្ទៀងផ្ទាត់របាយការណ៍របស់អប្សរាលោកសនជ័យក៏បានស្នើឲ្យអាជ្ញាធរអប្សរាបង្កើតប្រព័ន្ធព័ត៌មានអេឡិចត្រូនិកដែលអាចផ្ដល់ព័ត៌មានជាប់ជាប្រចាំពីចំនួនអ្នកទេសចរនិងការចំណាយរបស់ពួកគេក្នុងការចូលទស្សនាអង្គរអនុប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាលោកសុនឆៃធ្លាប់លើកឡើងថាភ្ញៀវទេសចរដែលចូលទស្សនាអង្គរក្នុងឆ្នាំ2014មានប្រហែលជា3លាននាក់ហើយភ្ញៀវភាគច្រើនទិញប័ណ្ណចូលទស្សនារយៈពេល3ថ្ងៃក្នុងតម្លៃ$40ប៉ុន្តែការអះអាងនោះត្រូវបានអាជ្ញាធរអប្សរាច្រានចោលនិងចាត់ទុកជាការមួយបង្កាច់ការពិតគ្មានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្យានុភាពនិងភាពត្រឹមត្រូវក្នុងការបំពេញបេសកកម្មរបស់អាជ្ញាធរជាតិអប្សរាគណៈបកសង្គ្រោះជាតិនឹងចាក់បញ្ចាំងខ្សែភាពយន្តស្ដីពីការសម្លាប់លោកជាវិជាបើយោងតាមគេហទំព័រ Cambodia Daily បានចុះផ្សាយថាគណៈបកសង្គ្រោះជាតិមានគម្រោងបញ្ចាំងខ្សែភាពយន្តឯកសារដែលត្រូវបានហាមឃាត់ដែលមានចំណងជើងថានរណាសម្រាប់ជាវិជា
នៅសប្តាហ៍នេះដើម្បីរំលឹកខួបលើកទី11នៃការសម្លាប់មេដឹកនាំសហជីពសេរីកម្មករនៅមុខតូបកាសែតមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី22ខែមករាឆ្នាំ2004គេហទំព័ររដូវនេះបានលើកឡើងឲ្យដឹងតាមរយៈលោកស្រីមូសុហួរប្រធានកិច្ចការសាធារណៈគណៈបកសង្គ្រោះជាតិបានប្រកាសតាមទំព័រ Facebook របស់លោកស្រីកាលពីម្សិលមិញថាខ្សែភាពយន្តដែលថារដ្ឋាភិបាលជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំសហជីពរូបនេះនោះនឹងត្រូវបញ្ចាំងនៅទីស្នាក់ការកណ្ដាលរបស់គណៈបកសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញនៅម៉ោង 5 ល្ងាចថ្ងៃប្រហ័សសហជីពសេរីកម្មករដែលបច្ចុប្បន្នដឹកនាំដោយលោកជាមុនីប្អូនប្រុសរបស់លោកជាវិជាក៏បានជួបប្រជុំជាមួយសាលារាជធានីភ្នំពេញកាលពីម្សិលមិញហើយទទួលបានការអនុញ្ញាតឲ្យជួបជុំគ្នានៅរូបសំណាកមេដឹកនាំនាសហជីពរូបនេះដែលត្រូវបានបាញ់សម្លាប់នៅជិតវិមានឯករាជ្យនៅព្រឹកថ្ងៃប្រហ័សលោកស្រីមូសុហួរបានមានប្រសាសន៍ថាលោកសំរាស៊ីនិងលោកកឹមសុខាមេដឹកនាំគណៈបកសង្គ្រោះជាតិនឹងចូលរួមពិធីនោះសហជីពកម្មករជំរាបពីភាពអយុត្តិធម៌និងការរំលោភសិទ្ធិជូនតំណាងអង្គការសហប្រជាជាតិតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាសិទ្ធិសេរីភាពនិងភាពអយុត្តិធម៌ដែលបានកើតមានឡើងចំពោះសហជីពនិងកម្មករត្រូវបានក្រុមថ្នាក់ដឹកនាំសហជីពលើកយកមកជម្រាបដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកសូរិយាប្រាសាទសូបេឌីនឹងបានស្នើសុំឲ្យមានការជំរុញទៅរាជរដ្ឋាភិបាលកម្ពុជាជួយឲ្យមានការផ្ដល់យុត្តិធម៌ជូនពួកគេផងដែរនៅក្នុងជំនួបពីរុស្ស៊ីថ្ងៃច័ន្ទកន្លងទៅនេះគេហទំព័ររដូវនេះបានបន្ថែមឲ្យដឹងតាមរយៈលោកប៉ៅស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករដែលបានចូលរួមក្នុងជំនុំនោះជាមួយនឹងថ្នាក់ដឹកនាំសហជីពផ្សេងទៀតនិងមន្ត្រីអង្គការមួយចំនួនផងបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថាថ្នាក់ដឹកនាំសហជីពបានស្នើសុំឲ្យលោកលើកយកពីចំណុចទុកកង្វល់របស់សហជីពទាក់ទងទៅនឹងការរំលោភសិទ្ធិសេរីភាពដែលកំពុងតែមានការរឹតបន្តឹងជាខ្លាំងលោកនិយាយថាសេរីភាពរបស់សហជីពនិងកម្មករនៅឆ្នាំ2014កន្លងមកបើធៀបនឹងឆ្នាំ2013និង2012កន្លងមកគឺមានការធ្លាក់ចុះយ៉ាងខ្លាំងជាពិសេសការប្រើប្រាស់ហិង្សាមកលើកម្មករដូចជានៅលើផ្លូវវែងស្រេងដែលបង្កឲ្យមានកម្មករស្លាប់របួសនិងចាប់ឃុំខ្លួនជាច្រើនអ្នកលោកប៉ៅស៊ីណាបានរំពឹងថាលោកសូរិយាប្រាសាទសូបេឌីនឹងនាំយកកង្វល់របស់សហជីពទៅប្រាប់មន្ត្រីរាជរដ្ឋាភិបាលដែលមានការពាក់ព័ន្ធបញ្ហានេះលោកវ៉ុនពៅប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវបានសមាជិកចាប់និងឃុំខ្លួនអស់ប្រមាណជា5ខែនៅក្នុងការធ្វើបាតកម្មរបស់កម្មករទាមទារប្រាក់ឈ្នួល$160កាលពីចុងឆ្នាំ2013ដើមឆ្នាំ2014បាននិយាយកាលពីថ្ងៃម្សិលមិញថាមិនត្រឹមតែលើកយកពីការរឹតបន្តឹងសិទ្ធិសេរីភាពរបស់ថ្នាក់ដឹកនាំសហជីពនិងកម្មករទេលោកក៏បានលើកយកពីច្បាប់សហជីពការចុះបញ្ជីការសហជីពដែលកាន់តែមានភាពរឹតបន្តឹងខ្លាំងការព្រួយបារម្ភនៃការរំលោភលើការប្រជុំការហាយក្បួនសកម្មភាពសហជីពដោយការប្រើតុលាការមកគៀបសង្កត់សហជីពក៏ដូចជាសកម្មជនដេកធ្លីសប្តាហ៍ថ្ងៃជាដើមលោកវ៉ុនពៅបញ្ជាក់ទៀតថាលោកសូបេឌីបានឆ្លើយតបនឹងថ្នាក់ដឹកនាំសហជីពក្នុងជំនុំនោះថាលោកនឹងយកពីការព្រួយបារម្ភនេះទៅពិភាក្សាជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផងដែរបើតាមទស្សនៈរបស់លោកវ៉ុនពៅទៅលើការជំរុញដោះស្រាយការបារម្ភនិងកង្វល់របស់សហជីពនេះថាលោកសូបេឌីមានឥទ្ធិពលឬមិនមានឥទ្ធិពលគឺអាស្រ័យទៅលើឆន្ទៈរួមរបស់អន្តរជាតិជាពិសេសក្រុមម្ចាស់ជំនួយនិងអ្នកបញ្ជាទិញលើវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាដែលត្រូវធ្វើការបញ្ចុះបញ្ចូលអ្នកទាំងនោះដើម្បីធ្វើការដាក់សម្ពាធមកលើរាជរដ្ឋាភិបាលខ្មែរក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះមន្ត្រីរាជការខេត្តព្រះសីហនុព្រមានធ្វើកតកម្មប្រឆាំងនឹងការដឹកនាំបែបបពុនិយមរបស់អភិបាលខេត្តលោកអ្នកនាងជាទីមេត្រីបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាមន្ត្រីរាជការមួយចំនួននៅខេត្តព្រះសីហនុប្តឹងទៅក្រសួងមហាផ្ទៃករណីពួកគេចាត់អភិបាលខេត្តនេះពីបទបពុនិយមគ្រួសារនិយមដែលពួកគេយល់ថាឧបសគ្គរារាំងដំណើរការអភិវឌ្ឍខេត្តយោងលិខិតចុះថ្ងៃទី16ខែមករាឆ្នាំ2015របស់មន្ត្រីរាជការសាលាខេត្តព្រះសីហនុមានស្នាមមេដៃ22នាក់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងដែលទទួលបាននៅថ្ងៃនេះមានព័ត៌មានមានប្រក្រតីពាក់ព័ន្ធនឹងអភិបាលខេត្តព្រះសីហនុលោកឆិតសុខុនក្នុងការតែងតាំងមន្ត្រីរាជការក្នុងខេត្តនេះតាមលិខិតនោះឲ្យដឹងថាពួកគេប្រមានធ្វើកតកម្មបញ្ចូលធ្វើការប្រសិនបើក្រសួងមហាផ្ទៃមិនចាត់វិធានការទប់ស្កាត់ក្បាលម៉ាស៊ីនដឹកនាំរបស់ខេត្តនេះពីបទបពុនិយមនិងគ្រួសារនិយមទេគេហទំព័ររដូវនេះបានបញ្ជាក់ឲ្យដឹងតាមរយៈខ្លឹមសារលិខិតឲ្យដឹងថាចាប់តាំងពីលោកឆិតសុខុនឡើងតំណែងជាអភិបាលខេត្តព្រះសីហនុលោកបានបង្កើតភាពមិនប្រក្រតីមួយចំនួនប្រឆាចពីគោលការណ៍ច្បាប់ជាដើម
លិខិតបន្តថាលោកបានតែងតាំងកូនបង្កើតឈ្មោះឆិតរតនៈធ្វើជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុមិនស្របតាមអនុក្រឹត្យលេខ457 អនក្របកចុះថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2013ហើយបន្តមកតែងតាំងលោកសកក្កដាជាមិត្តភក្តិរបស់លោកឆិតរតនៈជាអភិបាលស្រុកព្រៃនប់ដែលករណីតែងតាំងខាងលើគឺពួកគេមិនទាន់ស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការក្រសួងមហាផ្ទៃនៅឡើយលិខិតបន្តថាការស្នើសុំតែងតាំងមន្ត្រីទាំងពីរនេះលោកអភិបាលខេត្តព្រះសីហនុមិនបានពិភាក្សាជាមួយគណៈអភិបាលខេត្តក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលស្រុកក្រុមប្រឹក្សាស្រុកព្រៃនប់ឡើយដែលធ្វើឲ្យមន្ត្រីរាជការទូតទាំងខេត្តព្រះសីហនុបាក់ទឹកចិត្តក្នុងការបម្រើការងារលិខិតដដែលបន្ថែមថាអភិបាលខេត្តនេះធ្វើការមិនមានផែនការក្នុងខ្លួនច្បាស់លាស់គឺនឹកឃើញភ្លាមធ្វើភ្លាមឬបញ្ជាភ្លាមដោយជាការប្រជុំផ្សេងៗដែលធ្វើឲ្យការងារដឹកនាំក្នុងខេត្តព្រះសីហនុច្របូកច្របល់ធ្វើឲ្យមន្ត្រីថ្នាក់ក្រោមបាក់ទឹកចិត្តបែកបាក់ផ្ទៃក្នុងមានគម្លាតគ្នារវាងមន្ត្រីនិងថ្នាក់ដឹកនាំតាមខ្លឹមសារលិខិតខាងលើអ្នកប្តឹងបានអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតស្រាវជ្រាវដើម្បីចាត់វិធានការតាមផ្លូវច្បាប់មិនដូច្នោះទេពួកគេនឹងធ្វើកតកម្មដោយមិនចុះធ្វើការពលរដ្ឋនៅបាត់ដំបងរិះគន់អាជ្ញាធរមូលដ្ឋានថាមិនដោះស្រាយទុក្ខលំបាកពលរដ្ឋតាមការចុះផ្សាយរបស់គេហទំព័រអស៊ីសេរីបានឲ្យដឹងថាប្រជាពលរដ្ឋនៅស្រុករកខេត្តគិរីខេត្តបាត់ដំបងរិះគន់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនថាមិនដោះស្រាយបណ្ដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេគឺបណ្ដាលឲ្យក្រុមហ៊ុនធ្វើអាជីវកម្មអគ្គិសនីឯកជនស្រុករកខេត្តគិរីបង្កប់ឲ្យអតិថិជនទិញសម្ភារៈអគ្គិសនីថ្លៃហួសហេតុអ្នកភូមិបញ្ជាក់ថាប្រសិនបើអតិថិជនណាមិនព្រមទិញរបស់ក្រុមហ៊ុនទេគឺក្រុមហ៊ុននឹងមិនភ្ជាប់បណ្ដាញអគ្គិសនីឲ្យប្រើប្រាស់ឡើយប្រជាពលរដ្ឋនៅស្រុករកខគិរីសម្ដែងការមិនពេញចិត្តទៅនឹងទង្វើរបស់ក្រុមហ៊ុនអគ្គិសនីឯកជននោះថាជាសកម្មភាពមួយលួចតម្លៃសម្ភារៈអគ្គិសនីកេងចំណេញប្រាក់ពីប្រជាពលរដ្ឋក្រីក្រមិនគិតពីទុក្ខលំបាករបស់អ្នកភូមិនៅទីជនបទទេគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈប្រជាពលរដ្ឋម្នាក់រស់នៅភូមិព្រែកជីកឃុំព្រែកជីកស្រុករកខគិរីខេត្តបាត់ដំបងថ្លែងមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃទី20មករាថាក្រុមហ៊ុនអគ្គិសនីឯកជនឈ្មោះលំវណ្ណាធ្វើអាជីវកម្មអគ្គិសនីនៅឃុំព្រែកជីកលក់សម្ភារៈអគ្គិសនីប្រើប្រាស់តភ្ជាប់បណ្ដាញអគ្គិសនីក្នុងផ្ទះមានជាអាចអំពូលភ្លើងខ្សែភ្លើងព្រមទាំងឧបករណ៍មួយចំនួនទៀតលក់តម្លៃខ្ពស់ជាងទីផ្សារប្រមាណ 40% គឺបើទិញនៅទីផ្សារអស់ត្រឹម 60,000 រៀលត្រូវទិញរបស់ក្រុមហ៊ុនអស់រហូតដល់ទៅ 10,000 រៀលជាដើមអ្នកភូមិរូបនេះបញ្ជាក់ថាប្រសិនបើអតិថិជនណារឹងរូសមិនទិញរបស់ក្រុមហ៊ុនទេនោះក្រុមហ៊ុនមិនភ្ជាប់បណ្ដាញអគ្គិសនីឲ្យប្រើប្រាស់ឡើយអ្នកភូមិរូបនេះឲ្យដឹងថាប្រជាពលរដ្ឋបាននាំរឿងនេះប្តឹងអាជ្ញាធរឃុំឲ្យជួយដោះស្រាយបញ្ចុះតម្លៃសម្ភារៈអគ្គិសនីនោះឲ្យដូចតម្លៃក្នុងទីផ្សារដែរប៉ុន្តែពុំទទួលបានលទ្ធផលទេទោះជាយ៉ាងនេះក្តីមន្ត្រីស៊ើបអង្កេតអង្គការលីកាដូខេត្តបាត់ដំបងលោកហេងសៃហុងក៏សម្គាល់ថាកន្លងមកក្រុមហ៊ុនអាជីវកម្មអគ្គិសនីឯកជនតែងលក់ឧបករណ៍ប្រើប្រាស់ភ្ជាប់បណ្ដាញអគ្គិសនីឲ្យអតិថិជនតម្លៃខ្ពស់ខុសពីទីផ្សារជាប្រចាំលោកថាអាជ្ញាធរពាក់ព័ន្ធគួរមានវិធានការទប់ស្កាត់កុំឲ្យក្រុមហ៊ុនទាំងនោះឆ្លៀតឱកាសកេងចំណេញពីប្រជាពលរដ្ឋបន្តទៀតវារីអគ្គិសនីក្រុមហ៊ុនចិននៅឧត្តរមានជ័យប៉ះពាល់ប្រាសាទព្រៃសហគមន៍និងពលរដ្ឋ150គ្រួសារបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាប្រជាពលរដ្ឋប្រហែល150គ្រួសារនៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យរកអន្តរាគមន៍បញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិនមួយដោយពលរដ្ឋលើកឡើងថាធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេនិងដំណាំរាប់ពាន់ហិកតាគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈតំណាងពលរដ្ឋនៅឃុំពុងរស្រុកចុងកាល់ខេត្តឧត្តរមានជ័យលោកលឹមដុកឲ្យដឹងថានៅថ្ងៃទី20ខែមករាលោកបានដាក់ពាក្យបណ្ដឹងទៅសមាគមអាត60ខេត្តឧត្តរមានជ័យដើម្បីឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិនស៊ីណូហៃដ្រូដែលទំនប់នោះនឹងធ្វើឲ្យប៉ះពាល់ដល់ផលដំណាំនិងទីលំនៅរបស់ប្រជាពលរដ្ឋប្រមាណ150គ្រួសារនៅផ្នែកខាងលើទំនប់វារីអគ្គិសនីនោះលោកលំដុកឲ្យដឹងបន្តថាទំនប់វារីអគ្គិសនីនោះត្រូវសង់ជាប់ពីភ្នំកំបោរទៅភ្នំរូងដែកក្នុងភូមិសាស្ត្រភូមិស្រះកែវឃុំពុងរស្រុកចុងកាល់ខេត្តឧត្តរមានជ័យហើយប្រជាពលរដ្ឋទាំង150គ្រួសារប្រឈមនឹងការជម្លៀសចេញពីភូមិលោកថាអាជ្ញាធរមិនបានជូនដំណឹងពីគម្រោងរបស់ក្រុមហ៊ុនចិននោះទេហើយក៏មិនឲ្យមានការតវ៉ានោះដែរអ្នកសម្របសម្រួលសមាគមការពារសំណួរអាត់ហុកខេត្តឧត្តរមានជ័យលោកស្រីណារ៉េនមានប្រសាសន៍បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីអ្នកភូមិថាអាជ្ញាធរបានលាក់បាំងព័ត៌មានពីគម្រោងសាងសង់វារីអគ្គិសនីនេះព្រោះក្រុមហ៊ុនចាប់ផ្ដើមសាងសង់ទើបអាជ្ញាធរប្រាប់ពីផលប៉ះពាល់ដល់ពលរដ្ឋ
លោកយល់ថាការអភិវឌ្ឍដែលប៉ះពាល់ដល់ពលរដ្ឋមិនមានតម្លៃសម្រាប់ពួកគេឡើយហើយម្យ៉ាងនៅខេត្តឧត្តរមានជ័យមានភ្លើងមកពីប្រទេសថៃគ្រប់គ្រាន់ដែលមានតម្លៃប្រហាក់ប្រហែលនឹងភ្លើងនៅក្នុងប្រទេសដែរបើតាមសមាគមអាត6ឲ្យដឹងថាទំនប់វារីអគ្គិសនីនោះបានប៉ះពាល់ដល់ពលរដ្ឋពីរស្រុកមានស្រុកចុងកាល់និងស្រុកស្រីស្នំនិងអាចបាត់បង់ដំណាំកសិកម្មក្នុងមួយគ្រួសាររាប់ពាន់ដុល្លារនិងប៉ះពាល់ដល់ប្រទេសសហគមន៍ធ្ងន់ធ្ងរផងដែរលោកអូបាម៉ាបញ្ចុះបញ្ចូលសភាដើម្បីធ្វើសង្គ្រាមថ្មីប្រឆាំងក្រុមរដ្ឋអ៊ីស្លាមតាមការចុះផ្សាយរបស់គេហទំព័រថ្មីបានឲ្យដឹងថាលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានស្នើសុំឲ្យសមាជិកសភាអាមេរិកផ្ដល់អំណាចឲ្យលោកធ្វើសង្គ្រាមថ្មីប្រឆាំងក្រុមភេរវជនរដ្ឋអ៊ីស្លាមក្នុងពេលដែលលោកឡើងថ្លែងសន្ទរកថានៅក្នុងសភាប្រចាំឆ្នាំលោកអូបាម៉ាបានសង្កត់ធ្ងន់ថាសង្គ្រាមប្រឆាំងក្រុមភេរវជនរដ្ឋអ៊ីស្លាមនឹងមានរយៈពេលវែងប៉ុន្តែលោកធានាថាចុងក្រោយសង្គ្រាមនឹងទទួលបានជ័យជំនះគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាបានឡើងថ្លែងសន្ទរកថាប្រចាំឆ្នាំនៅក្នុងសភាដោយលោកបានបញ្ចុះបញ្ចូលឲ្យសភាអាមេរិកផ្ដល់អំណាចដល់លោកដើម្បីធ្វើសង្គ្រាមថ្មីទ្រង់ទ្រាយធំកម្ចាត់ក្រុមភេរវជនរដ្ឋអ៊ីស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់លោកអូបាម៉ាបានសង្កត់ធ្ងន់ថាសង្គ្រាមថ្មីដែលប្រឆាំងក្រុមភេរវជនរដ្ឋអ៊ីស្លាមនឹងមានរយៈពេលវែងប៉ុន្តែសង្គ្រាមនោះនឹងទទួលបានជ័យជំនះចុងក្រោយប្រធានាធិបតីរូបនេះហាក់បីដូចជាមានទំនុកចិត្តខ្ពស់ចំពោះការធ្វើសង្គ្រាមថ្មីមួយកម្ចាត់ក្រុមភេរវជនរដ្ឋអ៊ីស្លាមបើទោះបីជាអាណត្តិរបស់លោកនៅសល់ត្រឹមតែ2ឆ្នាំក៏ដោយប្រមុខរដ្ឋាភិបាលអាមេរិកកំពុងព្យាយាមបញ្ចុះបញ្ចូលឲ្យសមាជិកសភាទាំងពីរជាន់ឲ្យព្រមផ្ដល់អំណាចបន្ថែមដែលអនុលោមតាមរដ្ឋធម្មនុញ្ញអាមេរិកដល់ប្រធានាធិបតីដើម្បីអាចធ្វើសង្គ្រាមបានយោងតាមរដ្ឋធម្មនុញ្ញអាមេរិកសភាមានសិទ្ធិប្រកាសសង្គ្រាមហើយសភាត្រូវផ្ដល់អំណាចពេញលេញដល់ប្រធានាធិបតីធ្វើសង្គ្រាមអាមេរិកនិងសម្ព័ន្ធអាមេរិកព្យាយាមធ្វើឲ្យក្រុមនេះចុះខ្សោយនិងចុងក្រោយកម្ចាត់ក្រុមនេះចោលតែម្ដងក្រៅពីនេះលោកបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាមេរិកក្នុងការជួយជ្រោមជ្រែងក្រុមឧទាមនៅសេរីដើម្បីឲ្យពួកគេមានលទ្ធភាពប្រយុទ្ធជាមួយក្រុមភេរវជនរដ្ឋអ៊ីស្លាមផងដែរប៉ុន្តែលោកមិនភ្លេចបញ្ជាក់ទេថាដើម្បីងាយសម្រេចជ័យជំនះលើពួកក្រុមភេរវជនរដ្ឋាភិបាលពិតជាត្រូវការជំនួយពីសភាដើម្បីផ្ដល់អំណាចបន្ថែមក្នុងការប្រើប្រាស់កម្លាំងប្រឆាំងក្រុមភេរវជននោះអំណាចថ្មីដែលផ្ដល់ដល់សភាទៅប្រធានាធិបតីនេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលបញ្ជូនកងទ័ពទៅធ្វើសង្គ្រាមនៅក្រៅប្រទេសបានហើយលោកអូបាម៉ាបានប្រឡយពាក្យថាការអនុញ្ញាតរបស់សភាឲ្យរដ្ឋាភិបាលប្រើកម្លាំងប្រឆាំងក្រុមភេរវជនរដ្ឋអ៊ីស្លាមជាសកម្មភាពដែលបង្ហាញទៅកាន់ពិភពលោកថាប្រជាជនអាមេរិកសាមគ្គីគ្នានិងរួបរวมគ្នាក្នុងការស្វែងរកសន្តិភាពនិងកម្ចាត់គ្រោះថ្នាក់ពិភពលោកតាមពិតទៅអាមេរិកកំពុងតែបន្តធ្វើសង្គ្រាមផ្លូវអាកាសរួចរាល់ហើយនៅស៊ីរីនិងអ៊ីរ៉ាក់ដោយប្រើប្រាស់អំណាចប្រធានាធិបតីដែលបានកំណត់ក្នុងច្បាប់ដែលបានអនុម័តឡើងក្រោយករណីវាយប្រហាររបស់ក្រុមភេរវជនលើអគារពាណិជ្ជកម្មពិភពលោកយ៉ាងណាក៏ដោយសង្គ្រាមផ្លូវអាកាសរបស់អាមេរិកនិងសម្ព័ន្ធមិត្តមិនសូវមានប្រសិទ្ធភាពប៉ុន្មានឡើយបើគ្មានកងទ័ពថ្មើរជើងជួយគ្រប់គ្រងហើយសង្គ្រាមទម្លាក់គ្រាប់បែកនេះសម្រាប់ច្រឡំភាគច្រើនតែជនស៊ីវិលលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មារយាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា